សូមជូនរឿងអ្នកតាយាយខ្មៅនៅភូមិសង្កែសង្កាត់ទ្រឿងខាញ់ស្រុកបាសាក់ខេត្តឃ្លៀងមានអ្នកតាមួយឈ្មោះយាយខ្មៅតាមរឿងរ៉ាវដែលចាស់ព្រឹទ្ធាចារ្យបានចាំតែងដំណាលតគ្នាមកថាកាលដែលពុទ្ធសករាជកន្លងទៅប្រមាណជាង2000ឆ្នាំនោះមានព្រះសង្ឃមួយអង្គនាមឈ្មោះតាស្រីដើមឡើយលោកបួសនៅវត្តពីងសំរិទ្ធសង្កាត់អាំងនិញខេត្តជាមួយគ្នាលោកគ្រូអង្គនោះបាននិមន្តទៅវត្តថ្មីមួយនៅភូមិសង្កែហៅតាមនាមភូមិថាវត្តសង្កែកាលដែលផ្ដើមមកវត្តនោះលោកបានបោះចោលចរិតទីបរិវេណវត្តជា4ជ្រុងទំហំដីវត្តប្រមាណជា2ហិកតាហើយបានកសាងវិហារសង់កុដិសាលាដោយគ្រឿងឈើប្រក់ស្លឹកលើដីជុំវិញវត្តដោយលោកដាំឈើផ្សេងមានចេកជាដើមមានកន្លែងមួយនោះដាំចេកទៅចេះតែរលួយគល់ងាប់ទាំងដើមទៅលោកគ្រូចង់ឈ្នះក៏ប្រើសិស្សឲ្យដាំចេកនៅកន្លែងនោះទៀតអស់វា2ដងនៅតែងាប់ដដែលលុះដាំលើកទី3ស្រាប់តែឃើញចេកនោះរស់ដោះឡើងមានចុងពុតចាក់ចុះទៅដីក្បែរគល់តែម្ដងឯដើមពងកោងឡើងផុតពីដីលោកតាឃើញដូច្នោះមានសេចក្តីសង្ស័យណាស់ទើបប្រើកូនសិស្សឲ្យជីកដីត្រង់កន្លែងនោះជម្រៅប្រមាណ 0.50 ម៉ែត្រក៏ឃើញថ្មពីរផ្ទាំងត្រួតលើគ្នាថ្មនោះមានសភាពដូចគ្នាទាំងពីរផ្ទាំងហើយមានពណ៌ដូចថ្លាមអណ្ដើកមានប្រហោង4ជ្រុងត្រង់កណ្ដាលឥតមានក្បាច់អ្វីទេអំពីលក្ខណៈនៅវេលាដែលលោកគ្រូឲ្យលើកផ្ទាំងថ្មនោះឡើងក៏បានឃើញបដិមាមួយមិនដឹងច្បាស់ជារូបអ្វីធ្វើដោយថ្មស្ថិតនៅខាងក្រោមផ្ទាំងថ្មនោះឯងពេលនោះព្រះសង្ឃព្រមទាំងឧបាសកឧបាសិកាស្រុកចិត្តឆ្ងាយផ្អើលបបួលគ្នាមកមើលយ៉ាងសន្ធឹកសន្ធាប់ថែមទាំងបបួលគ្នាធ្វើបុណ្យ3យប់3ថ្ងៃផងចម្រើនព្រះបរិត្តរួចហើយយកអំបោះចងគួចភ្ជាប់នឹងរូបនោះអន្តងលើកឡើងដោះលាងស្អាតបាតហើយទើបឃើញប្រកាសជារូបស្រីភេទមានភ្នួងសក់ខាងលើចំកណ្ដាលសេរសានៅលើថ្ងាសមានចរត្រជើងសក់លែងខ្លួនទទេត្រឹមចង្កេះហើយមានស្នាមឆោតជាខ្សែក្រវ៉ាត់ចងលើថ្នាក់សំពត់ឯសំពត់ស្លៀកសំឡុយចុះក្រោមដៃទាំងសងខាងសណ្ដូកចុះក្រោមតាមដងខ្លួនពីត្រឹមកែងដៃអង្គុញបត់ទៅមុខដៃស្ដាំក្តាប់ផ្កាប់ចុះក្រោមដៃឆ្វេងក្តាប់ផ្ងាឡើងលើទទឹងស្មា 0.13 ម៉ែត្រកម្ពស់ពីបាតជើងទៅដល់ត្រឹមភ្នំសក់ 0.53 ម៉ែត្រឈរលើផែនថ្មមួយផ្ទាំងមាន4ជ្រុងក្នុងមួយជ្រុងប្រវែង 0.14 ម៉ែត្រកម្រាស់ 0.04 ម៉ែត្រឥឡូវនេះគេលាបម្រ័ក្សណ៍ទាំងអស់ទៅហើយពិនិត្យមើលទៅមិនដឹងជាថ្មពណ៌អ្វីឡើយថែមទាំងគេតម្កល់បដិមានោះលើបល្ល័ង្កហើយសង់សាលាមួយខ្នងដាក់រូបនោះទៀតផងអំពីការបញ្ជាន់រូបតាមដំណើរនៃរឿងនោះថាកាលនោះមានយាយចាស់ម្នាក់ឈ្មោះយាយខ្មៅផ្ទះគាត់នៅជិតវត្តនោះគាត់ឈឺស្ពឹកហើមអស់ជាង2ឆ្នាំមកហើយលុះបានឮគេផ្អើលមកគោរពដល់រូបនោះក៏ក្រឹកក៏ក្រែងក៏ប្រើកូនចៅឲ្យទៅសុំទឹកអប់អំពីរូបនោះមកលបងមើលលុះបានទឹកអប់មកគាត់អាស្រ័យផងលាបខ្លួនប្រាណផងចាប់ដើមពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមករោគគាត់ក៏បានស្រានបន្តិចម្ដងអស់រយៈកាលតែ7ថ្ងៃប៉ុណ្ណោះយាយខ្មៅក៏បានដើររួចហើយឲ្យកូនគាត់នាំទៅវត្តនោះលុះទៅដល់វត្តហើយគាត់ចូលទៅក្រាបថ្វាយបង្គំរូបនោះស្រាប់តែខ្មោចចូលក្រញ៉ាញ់ខ្លួនដូចជាអរិយជន់ក្រោកឡើងស្រែកច្រៀងជាបទភ្លេងទសបារមីហើយរាំដើរប្រតិសិនរូបនោះរួចនិយាយថាលោកគ្រូមិនស្គាល់យើងទេឬឯលោកគ្រូចៅអធិការក៏ឆ្លើយតបទៅវិញថាអាត្មាមិនស្គាល់លោកយាយទេចុះលោកយាយឈ្មោះអ្វីដូចម្ដេចបានជាមកកប់ខ្លួននៅក្នុងដីនេះតើអ្នកណាមកយកកប់ទុកដូច្នេះយាយខ្មៅចូលរូបនោះតបវិញថាយើងនេះឈ្មោះទេពធីតារក្សាមនុស្សលោកការដែលមកកប់ខ្លួនក្នុងព្រឹត្តិពីរនេះឬអ្នកណាយកមកនោះយើងអត់ដឹងទេយើងតែងចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ចមិនមែនស្ថិតនៅក្នុងទីតែមួយនោះទេក៏ឥឡូវនេះយើងមកចូលរូបយាយខ្មៅ
ដើម្បីនឹងជួយសង្គ្រោះមនុស្សក្នុងស្រុកនេះឲ្យបានសេចក្តីសុខសប្បាយទាំងអស់គ្នាលោកគ្រូចង់ឲ្យវត្តនេះថ្កុំថ្កើងរុងរឿងត្រូវធ្វើតាមបង្គាប់យើងអំពីរបៀបការដែលយាយខ្មៅថ្លែងប្រាប់លោកចៅអធិការដូច្នេះរួចហើយលោកក៏ចាត់ការឲ្យធ្វើតាមបង្គាប់គឺឲ្យធ្វើរៀន8ថ្នាក់ស្លាធម៌1គូទឹកអប់1គូបាយសី1គូខ្លោះបាំង1គូទៀនធូប5ព្រមទាំងលាជនិងផ្ការួចហើយមានឲ្យលេងភ្លេងខ្មែរបញ្ជាន់រូបយាយខ្មៅថែមទៀតគ្រឿងសែនថ្វាយតាំងពីបុរាណកាលមកទល់គ្នានឹងសពថ្ងៃនេះក៏នៅដូចដើមដដែលអត់មានការប្លែកឡើយវិធីបន់ស្រន់ការបើមានជំងឺកើតឡើងក្តីមានប្រាថ្នាការអ្វីក្តីប្រាថ្នាឲ្យធ្វើស្រែបានផលល្អជួញប្រែឲ្យបានចំណេញឬស្បត់ស្បែកនឹងគ្នាក្តីគេតែងទៅបន់សុំទឹកអប់អំបោះចងដៃនិងកតាមសេចក្តីដែលគេប្រាថ្នានោះដោយហោចទៅសូម្បីតែចង់បានបុត្រធីតាក៏ទៅសុំនៅទីនោះដែរក្នុងការបន់ស្រន់នេះនៅមានដដែលតាំងពីបុរាណកាលមករហូតដល់សព្វថ្ងៃឥតកែប្រែឡើយអំពីសែនថ្វាយគ្រឿងថ្វាយមានដូចតទៅផ្លែស្វាយថ្វាយអារក្សកងកកងដៃអង្កាំចិញ្ចៀនសុទ្ធតែធ្វើដោយមាសទម្ងន់ពី1ជីដល់ទៅ1តម្លឹងក៏មានជួនកាលគេថ្វាយបាយសីស្លាធម៌ដូងចេកនំឬខ្លោះសពថ្ងៃនេះគេច្រើនថ្វាយឡង់1គូប៉ុណ្ណោះអ្នកខ្លះបន់កោសក់ថ្វាយក៏មានលុះយាយខ្មៅនោះស្លាប់ទៅក៏ទៅចូលរូបយាយដតីជាច្រើនដំណរទល់មកដល់សពថ្ងៃនេះទោះចូលរូបយាយណាក៏ដោយក៏នៅតែហៅថាយាយខ្មៅដោយឈ្មោះយាយដែលចូលរូបដំបូងនោះដែរអំពីបទភ្លេងពិធីបញ្ជាន់រូបយាយខ្មៅនោះមានរបៀបសែនថ្វាយដូចបានបរិយាយមកខាងលើស្រាប់ឯបទភ្លេងនោះមានតែមួយគឺភ្លេងទសបារមីឬហៅខ្លីថាបារមីដូច្នេះវិញក៏បានមានទំនុកច្រៀងថាសូមថ្វាយបង្គំសម្ដេចបារមីមានឫទ្ធិក្រាស់ក្រៃអំណាចជាក់ស្ដែងមិនដឹងទេឬឈ្មោះទេពធីតាចុះមករក្សាមនុស្សលោកសពថ្ងៃអញ្ជើញគ្រូតូចអញ្ជើញគ្រូធំស្ថិតលើកំពូលភ្នំកៃឡាសឋាននាយនាងស្រីខ្មៅញាប់អណ្ដាតជាភ្លើងក្រលួចឆេះឡើងបង្ក្រាបបិសាចយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តបន្ទាប់ទៀតសូមអរគុណ